วิธีง่ายๆได้เพื่อไอ้เพจบ่យើងនឹងឆាប់ផ្ទុះឆាប់មានអ្នកមើលច្រើនបងប្អូនបាទមើលវីដេអូនេះឲ្យចប់ណាអូខេជាដំបូងយើងចូលមកកាន់ page របស់យើងមកបងប្អូនបាទនេះ page របស់ខ្ញុំ 2.6M បាទអញ្ចឹងសម្រាប់ page ខ្ញុំនេះគឺខ្ញុំបង្ហោះវីដេអូជាប្រចាំអញ្ចឹងទៅក៏មាន fan គាត់មើលជាប្រចាំអញ្ចឹងដែរអញ្ចឹងបើសិនជាបងប្អូនអត់មានអត់សូវបានបង្ហោះក៏វាអត់សូវឡើងដែរអញ្ចឹងណាបងប្អូនបាទអញ្ចឹងឥឡូវនេះបងប្អូនធ្វើការចុចចូលកន្លែង QQ នេះក៏បានឬមួយក៏បងប្អូនចូលកន្លែង 3 ខាងលើនេះក៏បានដែរអញ្ចឹងឥឡូវនេះបើកន្លែង 3 ខាងលើនេះយើងចុចនេះហើយយើងចុចនេះមកដូចតែគ្នាទេបងប្អូនបាទអញ្ចឹងឥឡូវនេះខ្ញុំយកអា QQ ហ្នឹងអូខេហើយបន្តមកទៀតបងប្អូនជ្រើសរើសយកអាកន្លែង3មកនេះមើលតាមខ្ញុំមកបងប្អូនចុចមួយមកអូខេហើយបន្តមកទៀតបងប្អូនយកអានេះមកនេះចុចតាមខ្ញុំវើកមកអូខេហើយបន្តមកទៀតបងប្អូនជ្រើសរើសយក go to weekly progress អូខេយកអាកន្លែងហ្នឹងមកបងប្អូនងាយហើយបន្តមកទៀតនេះបងប្អូនឃើញអាកន្លែងនេះអត់នេះដែលខ្ញុំដាក់នេះណាចឹងបងប្អូនចុចលឿនហ្នឹងមកគឺវាមាន3ចំណុចសម្រាប់បងប្អូនធ្វើអញ្ចឹងឥឡូវនេះយើងយក reach more people មកបងប្អូនបាទអញ្ចឹងយើងជ្រើសរើសយក reach more people មកយើង tick វាមកហើយបន្ទាប់មកយើងយកពាក្យ update មកអូខេនេះឃើញទេបងប្អូននេះ challenge ដែលយើងត្រូវតែធ្វើនេះដើម្បីឲ្យ page របស់យើងកាន់តែ reach កាន់តែមានអ្នកមើលច្រើនអូខេអញ្ចឹងគេឲ្យយើងហ្នឹងព្យាយាមផុសផុសរហូតដល់26ណាបងប្អូនបាទផុសអីផុសទៅឲ្យបាន26អញ្ចឹងឥឡូវនេះខ្ញុំផុសបានតែ10ទេបងប្អូនក្នុងអាទិត្យនេះខ្ញុំផុសបានតែ10ទេអាទិត្យមុនណាខ្ញុំផុសបានតែ10ទេអញ្ចឹងបងប្អូនអាចផុសអីក៏បានដែរផុសធ្វើមិនឲ្យគ្រប់លក្ខខណ្ឌរបស់គេទៅដើម្បីបំពេញគ្រប់26ហ្នឹងគឺ complete ហ្មងហើយអាកន្លែងទៅនេះគឺយើង create 26 news public post with photo អញ្ចឹងបានន័យថាគេឲ្យយើងហ្នឹងបង្ហោះរូបភាពធ្វើមិនឲ្យបាន26រូបបងប្អូនបាទអញ្ចឹងយើងបង្ហោះមួយថ្ងៃមួយរូបទៅធ្វើមិនឲ្យបាន26រូបណាបងប្អូនដើម្បីវា completeអញ្ចឹងណាបងប្អូនចឹងបងប្អូនធ្វើការបង្ហោះរូបភាពទៅតាមហ្នឹងអត់មានអីពិបាកទេហើយបន្តមកទៀតនេះកន្លែងនេះអញ្ចឹងបានន័យថាខ្ញុំរក view ក្នុងអាទិត្យមុនហ្នឹងខ្ញុំបានតា7ប៉ុន្មាននេះរី10រយពាន់ម៉ឺនសែន7សែនទេប៉ុន្តែយើងគេឲ្យយើងនឹងព្យាយាមធ្វើម៉េចរកឲ្យបាន4លាន8សែនមកដើម្បីឲ្យអាเพจយើងនឹងកាន់តែរីកបន្ថែមទៀតអញ្ចឹងណាអញ្ចឹងគេឲ្យយើងព្យាយាមដាក់ content ណាផ្ទុះអីអញ្ចឹងណាបងប្អូនបាទហ្នឹងហើយអូខេអញ្ចឹងអាចំណុចទាំងអស់នេះបងប្អូនយល់ហើយអញ្ចឹងឥឡូវយើងចូលទៅអាកន្លែងទី2បាទទី2ហ្នឹងគឺ build my community អូខេអញ្ចឹងយើងចុចពាក្យយើងចុចអាកន្លែងហ្នឹងហើយយើងចុច update មកបងប្អូនបាទអូខេអញ្ចឹងដល់អាកន្លែងវគ្គនេះគឺគេឲ្យយើងហ្នឹងណែបង្កើត story របៀបលេងសាច់អី story អីផ្សេងទៅអញ្ចឹងបងប្អូនចង់បង្កើត story ចុចមកនេះ create story មកដើម្បីឲ្យមាន fan យើងចូលលេងឧទាហរណ៍ថាអីចឹងឧទាហរណ៍ថារូបពូណំអីចឹងទៅបង្កើតថាយើងសរសេរពីអីចឹងទៅដើម្បីឲ្យ fan យើងគាត់ឃើញមើល story យើងចឹងឲ្យវា active page ចឹងណាបងប្អូនបាទហើយបន្តមកទៀតនេះsend a message in your channel អញ្ចឹងយើងអាសាលេង channel អញ្ចឹងណាបងប្អូនបាទ channel ខ្ញុំមាន channel ខ្ញុំអញ្ចឹង channel ខ្ញុំគឺ active រហូតឲ្យតែមានរឿងថ្មីគឺខ្ញុំតែងតែតម្លាក់ចូលក្នុងហ្នឹងហើយអញ្ចឹងណាបងប្អូនដើម្បីឲ្យ fan របស់យើងគាត់សកម្មនៅក្នុងហ្នឹងតែកាលណាយើងលេងជាប់រហូត fan យើងគឺអត់បាត់មុខទេគឺវាមានតែ reach time អូខេហើយបន្តមកទៀតកន្លែង reply to comment អញ្ចឹងអាកន្លែងនេះគឺបងប្អូនបើសិនជាគេ comment យើងទៅលើវីដេអូទៅលើ post របស់យើងទៅលើរូបភាពរបស់យើងគឺយើងត្រូវតែចូលទៅ reply ពួកគាត់អញ្ចឹងណាបងប្អូនបាទអញ្ចឹងបងប្អូនចូលទៅ reply ទៅឧទាហរណ៍ថានេះកន្លែងនេះផ្សេងខ្ញុំអត់ទាន់បានតបគាត់ទេអញ្ចឹងបងប្អូនចូលទៅ reply ទៅអរគុណបងអីចឹងណាបងប្អូនបាទអញ្ចឹងយើងដាក់អរគុណបងអីចឹងទៅអញ្ចឹងយើងព្យាយាមតនេហ្នឹងអង្គុយតប comment ពួកគាត់ទៅដើម្បីឲ្យវាមានសកម្មភាពactive ជាមួយគ្នាអីចឹងណាបងប្អូនបាទអាកន្លែងចំណុចនេះហ៎ហើយអាកន្លែងចំណុចនេះគេមាន tool មានអីរបស់គេអញ្ចឹងបងប្អូនមិនបាច់ធ្វើក៏បានដែរអាពីខាងក្រោមមកបងប្អូនធ្វើតែ3លើនេះក៏បានដែរណាអូខេតោះឥឡូវយើងចូលទៅចំណុចទី3អាកន្លែងនេះបងប្អូនបាទចំណុចទី3បងប្អូន tick មកហើយបងប្អូន update អាហ្នឹងគឺត្រូវសម្រាប់អ្នកដែលគាត់រលុយពី Facebook អញ្ចឹងបងប្អូនមើលទៅអញ្ចឹងយើងចុចពី update អញ្ចឹងដើម្បីយើងរលុយពី Facebook ដើម្បីឲ្យមាន view ច្រើនឲ្យបានលុយច្រើនគឺបងប្អូនធ្វើតាមគេទៅក៏ល្អដែរអញ្ចឹងគេឲ្យយើងហ្នឹងបង្កើត new post 26 new post ឥឡូវនេះខ្ញុំបានតែ10ទេនេះនៅសល់16ទៀតបងប្អូនបាទអញ្ចឹងខ្ញុំត្រូវការបង្ហោះបន្ថែមទៀតហើយទៅលើ page ហ្នឹងអញ្ចឹងបងប្អូនធ្វើម៉េចបំពេញឲ្យគ្រប់ទៅដើម្បីឲ្យវា reach ដើម្បីឲ្យវាបានលុយច្រើនអញ្ចឹងតែកាលណាយើងផុសច្រើនបានលុយច្រើនតែកាលណាយើងផុសច្រើនវាមានអ្នកមើលច្រើនអញ្ចឹងណាបងប្អូនវាមានអីត្រូវពិបាកយល់ទេហើយអាកន្លែងនេះក៏អត់មានខុសអីពីមុនដែរគឺអាទិត្យមុនហ្នឹងគឺខ្ញុំរកបានតែ7សែន view ទេសរុបមួយអាទិត្យហើយគេចង់ឲ្យយើងរកអាទិត្យថ្មីហ្នឹងធ្វើម៉េចឲ្យបាន4លាន8សែនអញ្ចឹងយើងព្យាយាមបង្ហោះវីដេអូអីចឹងណាបងប្អូនបាទវីដេអូយើងមានយើងព្យាយាមបង្ហោះទៅហ្នឹងហើយបន្តមកទៀតអាកន្លែងនេះដូចជាអត់មានអីទេគេឲ្យយើងរៀនសូត្រទេគេឲ្យយើងរៀនសូត្រ
ពីកន្លែងធ្វើ original អីផ្សេងៗដូចអត់មានអីពិបាកទេហើយគេឲ្យយើងហ្នឹងរក follower ធ្វើម៉េចមួយអាទិត្យហ្នឹងឲ្យគ្រប់ឲ្យបាន50នាក់ឥឡូវនេះខ្ញុំរកបានហើយនឹងមានតលឹះទៀតបងប្អូនបាទ follower របស់ខ្ញុំមានតលឹះអញ្ចឹងគ្រប់តែម្ដងបាទអញ្ចឹងនៅពេលដែលបងប្អូនបំពេញអា3នេះឲ្យអស់ហើយបំពេញតាមគេអស់ហើយបងប្អូនព្យាយាមផុសតាមគេអស់ហើយគឺវាធ្វើឲ្យ page របស់យើងហ្នឹងវារីកអញ្ចឹងណាបងប្អូនបាទនេះឃើញទេឃើញ page របស់ខ្ញុំទេ page របស់ខ្ញុំរីកឃើញអត់នេះ28ថ្ងៃចុងក្រោយគឺខ្ញុំមានអ្នកមើលរហូតដល់ 40M ហ៎ឃើញអត់បងប្អូនបាទហើយអ្នក follower របស់ខ្ញុំរហូតដល់ 47k អញ្ចឹងឃើញអត់បងប្អូនបាទហើយរយៈពេល7ថ្ងៃគឺខ្ញុំនេះរកបានច្រើនហើយតើប៉ុន្តែមួយរយៈចុងក្រោយខ្ញុំអត់ទាន់បានបង្ហោះវីដេអូថ្មីអញ្ចឹងណាធ្វើឲ្យធ្លាក់តែអីទេ7ថ្ងៃបាន 4M.5 ដែរបងប្អូនបាទប៉ុន្តែខ្ញុំគិតថាអត់អីទេអញ្ចឹងបងប្អូនធ្វើតាមខ្ញុំទាំងអស់គ្នាទៅហើយបើសិនជាឆ្ងល់បងប្អូនអាច comment សួរនៅខាងក្រោមនេះបានណា